សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអំពីទូរស័ព្ទក៏ដូចជា MatePad របស់ក្រុមហ៊ុន Huawei ដែលពុំមាន Google Play Service ថាតើយើងគួរទិញក្រុមហ៊ុន Huawei ដែលពុំមាន Google Play Service នេះយកមកប្រើប្រាស់ក្នុងឆ្នាំ2026ដែរឬទេឥឡូវបងប្អូនមកទស្សនាវីដេអូជាក់ស្ដែងជាមួយនឹងខ្ញុំនៅលើការបង្ហាញរបស់ខ្ញុំនេះបងប្អូនប្រហែលជាបានដឹងហើយថាក្រុមហ៊ុន Huawei ត្រូវបានរឹតបន្តឹងពីសហរដ្ឋអាមេរិកហើយតាំងពីប្រភេទទូរស័ព្ទត្រកូល P40 P40 Pro Pro Plus និង Mate 30 Mate 30 Pro ឡើងគឺពុំមាន Google Service ទេបាទបងប្អូនដឹងទេ Google Service ដូចជាសំខាន់បំផុត Google Play Store បាទសំខាន់បំផុត Google Play Store នេះបងប្អូនគឺពុំមានទេបើសិនជាអត់មាន Google Play Store គឺយើងមិនអាចដំឡើងកម្មវិធីដូចជា Facebook YouTube បាទ Google Chrome និង Google Service គឺអត់មានទេបាទហើយកម្មវិធីទាំងអស់នេះគឺសុទ្ធសឹងតែជាកម្មវិធីដែលយើងត្រូវប្រើប្រាស់ជាចាំបាច់នៅក្នុងការប្រើប្រាស់រាល់ថ្ងៃនៅក្នុងការប្រើមើលបណ្ដាញសង្គមនិងធ្វើអីផ្សេងៗដូចជា Google Map យើងមើលផែនទីផែនអីចឹងអាហ្នឹងសុទ្ធសឹងតែជាប្រភេទ Google Service បាទហើយបើពុំមាន Google Service តើយើងគួរទិញវាយកមកប្រើប្រាស់ទិញប្រភេទ Huawei ហ្នឹងយកមកប្រើប្រាស់ដែរឬទេបាទឥឡូវបងប្អូនសូមមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ខ្ញុំនឹងបញ្ជាក់ថាតើបងប្អូនគួរទិញឬមិនគួរទិញនៅលើប្រភេទទូរស័ព្ទ Huawei នេះពីមុនដំបូងដែលសហរដ្ឋអាមេរិកបានរឹតបន្តឹងនឹង Huawei ភ្លាមខ្ញុំក៏បានមើលវីដេអូអំពីការបង្ហាញ smartphone ក៏ដូចជា MatePad ឬក៏បច្ចេកវិទ្យារបស់ Huawei តាមបណ្ដាញសង្គមនានាដែលបងដែលគាត់ធ្វើវីដេអូពាក់ព័ន្ធជាមួយនឹង technology អំពី Huawei បាទគឺដូចជាការដំឡើងឬក៏ download Google Service មកពីមុនពីចាប់ផ្ដើមដែល Huawei ដែលសហរដ្ឋអាមេរិកបានរឹតបន្តឹងហ្នឹងយើងដំឡើងដូចជា Play Store មកយើងចុចចូលមកវាឡងទៅវិញមកចុចចូលមកឡងទៅវិញហើយដំឡើងកម្មវិធីខាងក្រៅដែលអត់សុវត្ថិភាពហើយចុចចូលគឺអត់បានចុចមើលកើតទេគឺឡងទៅវិញអញ្ចឹងចុចចូលឡងទៅវិញចុចចូលឡងទៅវិញអត់មានដំឡើងបានទេដំឡើងបានក៏ប្រើប្រាស់អត់បានទេជាមួយនឹងកម្មវិធីខាងក្រៅហ្នឹងដែលអត់មានសុវត្ថិភាពហើយដំឡើងបានហើយប្រើប្រាស់ក៏អត់ល្អដែរវាអត់ smooth អត់ run ដូចនៅលើ Google Play Service ដែលមានស្រាប់ដូចពីមុនទេដែលមានបំពាក់នៅលើ P30 បាទ P30 គឺមាន Google Service ទេត្រឹម P30 Pro ឡើងគឺអត់មានទេបាទហើយពាក់ព័ន្ធនឹងការប្រើប្រាស់ដូចធម្មចិត្តអត់មានដូចថាប្រើដូចវាលំបាកបាទដូចគ្មានដូចយើងប្រើប្រាស់យើងមានតែទូរស័ព្ទយើងប្រើប្រាស់ជាកាមេរ៉ាដើម្បីថតបានធម្មតានៅលើ Huawei ហ្នឹងប៉ុន្តែយើងបណ្ដាញសង្គមយើងប្រើប្រាស់បានក៏ដូចជា Google Map ឬក៏ចង់ search អ្វីគឺរស់នៅដោយខ្វះ Google Service គឺរៀងលំបាកដោយសារយើងត្រូវតែប្រើប្រាស់ជាចាំបាច់នៅប្រព័ន្ធទាំងអស់ហ្នឹងហើយដល់ឆ្នាំ2026នេះ Huawei រៀងទលំទលាយបន្តិចហើយប៉ុន្តែចំណងពេលមុនហ្នឹងខ្ញុំក៏អត់បានទិញទូរស័ព្ទប្រភេទ Huawei ហ្នឹងយកមកប្រើប្រាស់ដែរទើបតែដោយសារតែឃើញបងគាត់និយាយពាក់ព័ន្ធជាមួយនឹងការពិបាកប្រើនៅក្នុងទូរស័ព្ទដូចជា Huawei វាពិបាកប្រើអត់មាន Google Service ហ្នឹងខ្ញុំក៏បានទិញដែរប៉ុន្តែដល់ឥឡូវក្នុងឆ្នាំ2026នេះរៀងដូចថាទលំទលាយបន្តិចការបង្ហាញផ្សេងអំពីបងដែលគាត់ធ្វើការដំឡើងក៏ដូចជាប្រើប្រាស់នៅ app មួយចំនួននៅលើ Huawei ដែលអត់មាន Google Play Store ដំឡើងកម្មវិធី Google Service ហ្នឹងវារៀងងាយស្រួលប្រើប្រាស់ជាងមុនអញ្ចឹងមួយរយៈនេះខ្ញុំក៏បានទិញ
ទូរស័ព្ទពីរ model នេះរបស់ក្រុមហ៊ុន Huawei ដែលប្រភេទ China version ហើយក៏អត់មាន Google Play Service Google Play Store ដែរយកមកប្រើប្រាស់បាទហើយវាមានដូចថាការដំឡើងក៏វាងាយស្រួលការប្រើប្រាស់វាបានងាយស្រួលជាងមុនហើយក្នុងរយៈនៃការប្រើប្រាស់របស់ខ្ញុំចំពោះ P40 Pro នេះខ្ញុំបានប្រើប្រាស់វាបានប្រហែលជា7-2 ខែហើយចំណែក MatePad 11.5S នេះគឺខ្ញុំទើបតែទិញដែរទេបងប្អូនតែប្រើប្រាស់បានប្រហែលជាកន្លះខែទេអញ្ចឹងខ្ញុំនឹងបង្ហាញពីបទពិសោធន៍ដែលខ្ញុំបានប្រើប្រាស់កន្លងមកប្រាប់បងប្អូនថាតើវាមិនខ្លះអញ្ចឹងឥឡូវខ្ញុំបង្ហាញនៅលើ P40 Pro នេះមុនបងប្អូនចាំតិចខ្ញុំដាក់អានេះខាងនេះវិញបាទចំពោះការប្រើប្រាស់ Google Service នៅលើនេះហើយខ្ញុំសូមបញ្ជាក់បន្តិចបងប្អូនចំពោះម៉ាស៊ីនដែលខ្ញុំកំពុងប្រើនេះគឺខ្ញុំរត់នៅលើ version ត្រឹមតែ 4.2 ទេនេះបងប្អូន Harmony OS 4.2 អញ្ចឹងខ្ញុំសូមណែនាំឲ្យបងប្អូនកុំបើសិនជាបងប្អូនកាន់នៅលើ version 2 version 3អីបងប្អូនថារៀងពិបាកបងប្អូនអាចដំឡើងនៅលើ version 4.2 សូមបងប្អូនកុំដំឡើងខ្ពស់ជាងហ្នឹងពេកបើសិនជាបងប្អូនទិញទូរស័ព្ទដែលមាន version ខ្ពស់ហើយស្រាប់អាហ្នឹងតាមហ្នឹងទៅតែបើសិនបើបងប្អូនមាន version កុំដំឡើងលើសពី version 4.2 ដោយសារខ្ញុំរយៈពេលនៃការប្រើប្រាស់របស់ខ្ញុំមកកន្លងមកversion 4.2 នេះគឺធ្វើការល្អនៅលើទូរស័ព្ទដែលខ្ញុំកំពុងប្រើនេះគឺការដំឡើងកម្មវិធីគឺបានទាំងអស់តែម្ដងកម្មវិធី Marketplace បងប្អូនឃើញស្រាប់ហើយខ្ញុំបានដំឡើងនេះទាំងអស់តែម្ដង Telegram Facebook YouTube Google Chrome ពាក់ព័ន្ធ Google Service Google Play Store ក៏ដំឡើងដែរតាម Gbox បាទហើយបើសិនជាបងប្អូនអាចដំឡើងតាម App Gallery ក៏បានខ្លះដែរហើយចំពោះ App ធនាគារក៏មានដំឡើងក្នុងនឹងស្រាប់តែម្ដងចាំបាច់ប្រើ Gbox ទេប្រើតាម App Gallery ក៏វាយតាដាក់តា Huawei ID មួយគឺដំឡើង App ធនាគារបានទាំងអស់ ABA AC អីហ្នឹងបានទាំងអស់ហើយការប្រើប្រាស់គឺចំពោះសារដំណឹងបងប្អូនគឺសារដំណឹងតបមកលឿនបានល្អអត់យឺតទេអត់ដូច version ទៀតរៀង 2.3 ហ្នឹងប្រហែលជារៀងយឺតតែបើ version 4.2 នេះខ្ញុំប្រើហើយបងប្អូនរៀងស្រួលបាទស្រួលហើយពាក់ព័ន្ធជាមួយនឹង Google យើងចេញចូលជាមួយនឹងគេថា Google Chrome វាដូចយើងប្រើប្រាស់នៅលើ app ដែលដំឡើងនៅលើប្រភេទដែលមាន Google Play Store ស្រាប់តែម្ដងវាដូចគ្នាបេះបត់តែម្ដងដូចជា Facebook ចេញចូលបានធម្មតាហើយដើររហ័សលឿនដូចគ្នាអត់មានអីបាក់ឃើញគាត់ដាក់ចូលព្រាមសារលោតមានសារលោតមកតែម្ដងហើយអាចដំឡើងបានជាធម្មតាប៉ុន្តែសំខាន់បងប្អូនកុំដំឡើងលើស version 4.2 អីបើសិនជានេះបងប្អូនប្រើត្រឹម 4.2 ទៅវាល្អអាហ្នឹងបទពិសោធន៍ខ្ញុំជាក់ស្ដែងជាមួយនឹង Huawei P40 Pro នេះជាមួយពាក់ព័ន្ធជាមួយ Google Service Google Play Store ហ្នឹងបងប្អូនឃើញខ្ញុំដំឡើងស្រាប់ទេហើយបើសិនជាយើងដំឡើងក្នុង App Gallery ហើយអត់ទាន់មាន Gbox នេះទេហើយវាយ YouTube វាអត់មានបងប្អូនដំឡើង Gbox នេះនៅក្នុង App Gallery មកអធិស្ឋានចុចខុស App Gallery មកបងប្អូនចាំតិចអានេះខ្ញុំអត់ទាន់ដាក់ Huawei ID អញ្ចឹងវាពិបាក Gbox ដោយសារដាក់ Huawei ID អញ្ចឹង Gbox អត់មាន load ទេ Gbox ក៏ load ដែរខ្ញុំឡើងហើយបើដាក់ Huawei ID Gbox យើងវាយអញ្ចឹងហើយ install វាចេះមក load Gbox នេះ load Gbox ហ្នឹងមកហើយបងប្អូនចុចចូលក្នុង Gbox មកដំឡើង Play Store នេះមកហើយចុចវាshortcut ចេញមកខាងក្រៅដំឡើងមកខាងក្រៅមក version 4.2 នេះបើសិនជា version មុនណាបងប្អូន YouTube ហ្នឹងពេលយើងទាញចេញមកវាមានអក្សរ G នៅលើ YouTube ហ្នឹងតែម្ដងមើលទៅវាអត់ clean ស្អាតដូច original របស់វាដែលដំឡើងពី Google Play Store ហើយស្រាប់ទេតែ version 4.2 នេះអាហ្នឹងអែមហ្មង
គឺដំឡើងមកគឺដូចធម្មតា Facebook YouTube អត់មានជាប់ Google ដោយសារតែយើងដំឡើងពី Gbox អញ្ចឹងវា load មកវាដាក់ Gbox ពីលើហ្នឹងឯងតែ version 4.2 នេះអត់ទេស្អាត clean ស្អាតបងប្អូនឃើញ clean ស្អាតទេប្រៀបធៀបដូចជា version ដែលយើងដំឡើងមកធម្មតាពី Google Play Store អញ្ចឹងបាទហើយវីដេអូនេះរៀងវែងតិចខ្ញុំចង់បញ្ជាក់ឲ្យរៀងច្រើនតិចហើយតិចទៀតមានអ្វីពិសេសមួយទៀតដែលខ្ញុំចង់បញ្ជាក់នៅលើ Huawei China version ដែលបងប្អូនអ្នកចូលចិត្តកាត់តវីដេអូបងប្អូននឹងចាំស្ដាប់វីដេអូនេះខ្ញុំនឹងបញ្ជាក់បន្ថែមថាវាងាយស្រួលល្អកន្លែងណាបាទឥឡូវខ្ញុំសូមបញ្ជាក់នៅលើ Huawei MatePad 11.5 នេះវិញបើរៀងធំតិចជាស្រ័យបងប្អូនដាក់ទៅពេញកន្លែងតែម្ដងអូរៀងធំមកបងប្អូនបាទហើយចំពោះ MatePad 11.5S ហើយ Wi-Fi only នេះគឺខ្ញុំទិញមកប្រើប្រាស់បានកន្លះខែហើយបងប្អូនតែសូមបញ្ជាក់បន្តិចផងដែរជាមួយ version ជប់ខ្ញុំចុចកន្លែង version សិនបងប្អូនចំពោះ version បងប្អូនឃើញ version 6.1 ហើយចំពោះការប្រើប្រាស់ជាក់ស្ដែងបងប្អូនប្រើប្រាស់ជាក់ស្ដែងបងប្អូនខ្ញុំដាក់បងប្អូនមើលនៅពេលដែលយើងចុចដំឡើងកម្មវិធីពី App Gallery យើងវាយពាក្យ Facebook មក Facebook ជាស្រ័យហើយយើងចុច install គឺវាទាញចូលមកកន្លែងនេះបងប្អូនឃើញវាដំឡើងហើយទាញចេញពីក្នុងនេះវិញបងប្អូន easy about នេះវិញនេះកម្មវិធីនេះវិញហើយកម្មវិធីនេះទៀតសោតគឺមិនទាន់បានដូចថាភ្ជាប់ជាមួយនឹងកម្មវិធីច្រើនទេពីច្រើនគឺ Google Service គឺបានខ្លះអត់ខ្លះអត់ដូច Gbox ទេបងប្អូនក្នុងនេះគឺដំឡើងបានខ្លះអត់ខ្លះគឺបានដូចជាតិចដែរបងប្អូនមិនពេញលេញដូច Gbox នៅក្នុង version 4.2 ទេបើសិនជាបងប្អូនកាន់ Huawei MatePad ហើយសំ 4.2 បងប្អូនកុំដំឡើងដល់ខ្ពស់ហ្នឹងអីកន្លែងនោះវាលំបាកប្រើខ្ញុំនេះគឺប្រើប្រាស់បានទេឧទាហរណ៍ PUBG Mobile PUBG ខ្ញុំចង់ដំឡើង PUBG យកមកលេងតែអត់មានទេបងប្អូនឃើញ search ឃើញអត់មានទេ PUBG Mobile អត់មានទេតែយើង search នៅក្នុងនេះវិញនេះដាក់កម្មវិធីនេះខ្ញុំដំឡើងបាននៅក្នុង App Gallery វិញPUBG Mobile ដែលយើងដំឡើង global គឺអត់មានទេបងប្អូនឃើញតែ PUBG ជា version ចិនហើយខ្ញុំក៏បានដំឡើងមួយដែរប៉ុន្តែវាប្រើទៅវាសិតតែចិនអក្សរចិនសុទ្ធតែម្ដងនេះអក្សរចិនសុទ្ធតែម្ដងហើយកម្មវិធីដែល version 6 នេះគឺអត់ស្រួលទេបងប្អូនវារៀងលំបាកជាង 4.2 ចំពោះការប្រើប្រាស់របស់ខ្ញុំជាក់ស្ដែងហើយដំឡើងកម្មវិធីអត់បានច្រើនដូច 4.2 ទេរៀងដំឡើងបានតិចអាខ្លះអត់មានទេហើយដំឡើងពីក្រៅមកក៏វាអត់ support ដែរដំឡើងបានហើយវាអត់ភ្ជាប់អាចភ្ជាប់បានទេប្រើអត់បានទេយើងអាចដំឡើងបាន Facebook YouTube អីហ្នឹង Messenger ហ្នឹងប្រើបានប៉ុន្តែកម្មវិធីរៀងបានតិចជាង version 4.2 អត់ទូលំទូលាយទេអញ្ចឹងបើសិនជាបងប្អូនមាន iPad ហ្នឹងហើយ version ទៀតបាញ់ឡើងដល់ version ខ្ពស់ទេវាលំបាកប្រើវិញទេបាទហើយបើកម្មវិធីទូទៅចំពោះ Huawei គឺដើរនេះអានេះ 144Hz ដើរលឿនណាបងប្អូនទិញយើងលេងហ្គេមអីល្អដោយសារតម្លៃវាធូរហើយខ្ញុំនឹងបញ្ជាក់បន្តិចផងដែរពាក់ព័ន្ធជាមួយនឹងអ្វីដែលខ្ញុំចង់និយាយពីអ្នកបងប្អូនដែលគាត់កាត់តវីដេអូបងប្អូនមិនប្រើប្រាស់ CapCut ដែលពេញនិយមនៅលើទូរស័ព្ទប៉ុន្តែដោយសារតែ CapCut គឺដែលយើងទាញឥឡូវសំបីតែ 1080p ហ្នឹងក៏គិតលុយដែរអញ្ចឹងចំនួន 4K 2K គិតលុយទាំងអស់អាហ្នឹងចំពោះ CapCut តែបងប្អូនប្រើទូរស័ព្ទ Huawei ហើយបងប្អូនដំឡើងនេះកម្មវិធី CapCut ជាស្រ័យបងប្អូនដំឡើងកម្មវិធី CapCut ខ្ញុំវាយ CapCut នេះ
ចាំនេះវីដេអូរៀងវែងបន្តិចបងប្អូនមើលនឹងមានផលប្រយោជន៍ដល់បងប្អូននេះបងប្អូនដំឡើង CapCut មួយនេះ Diversion នេះកាត់តគឺកាត់តអត់ 4K គឺអត់មានគិតលុយទេបងប្អូននេះហើយកាត់តបានកម្មវិធីដូចតែ CapCut Global នេះបងប្អូននេះនេះ Global នេះ Global ហ៊ានតែដំឡើងមកកាត់តវីដេអូ 4K គិតលុយខ្ញុំបង្ហាញជាក់ស្ដែងនៅលើ Huawei P40 Pro នេះតែម្ដងនេះបងប្អូននេះ CapCut Global ដែលខ្ញុំដំឡើងហើយនេះ CapCut version ចិននេះ CapCut ខ្ញុំបង្ហាញជាក់ស្ដែងយើងចូលឡើងកាត់វីដេអូមកហើយយើងចូលឡើងវីដេអូមកហើយជុំនេះបងប្អូនកន្លែងនេះយើងមិនចុចតែកន្លែងនេះដើម្បីទាញយកនេះវិញ18ប្រើប្រាស់2ដងគេនឹងគិតលុយហើយយើងអូសជា 2K ឬក៏ 4K បងប្អូនឃើញលោតឲ្យយើងបង់ upgrade ទៅ Pro ដើម្បីបង់លុយហ៎បងប្អូនឃើញហើយជំនួសទៀត CapCut China version នេះបងប្អូននេះឥឡូវខ្ញុំនេះហើយវីដេអូនឹងដូចគ្នាបងប្អូនឃើញកន្លែងនេះគេដាក់ 4K ខ្ញុំចុចចូលឡើង 4K នេះនេះ18មាន 2K ហើយនឹង 4K ហើយអត់មានចុចគិតលុយទេពេលអូសចេញមកគិតលុយបង60 RAM អត់មានគិតលុយសិនយើងចុចមកបងប្អូនឃើញអត់មានគិតលុយទេគឺល្អមែនទែនបងប្អូនបើសិនជាបងប្អូនមានទូរស័ព្ទប្រភេទ Huawei ចង់កាត់តវីដេអូបងប្អូនចូលដំឡើងកម្មវិធី CapCut version ចិននេះមកគឺអត់មានកាត់លុយសូម្បី100ហើយបាន 4K ទៀតអែមហ្មងហើយកម្មវិធីកាត់តដូចគ្នាទាំងអស់មាន sticker មានអីមកចប់តែម្ដងបាទហើយឥឡូវខ្ញុំនឹងបញ្ជាក់ប្រាប់បងប្អូនថាតើប្រភេទ Huawei P40 Pro ដែលខ្ញុំទិញនេះគឺតម្លៃតែខ្ញុំទិញមកតាមស្អាតតាមស្ទើរអញ្ចឹងអានេះវាអត់បាន 99% ទេវានៅស្ទើរហើយខ្នងធ្លាប់ដូរអញ្ចឹងខ្ញុំទិញនេះ120 ដុល្លារបាទប៉ុន្តែយើងប្រើប្រាស់បានធម្មតាទេនៅ scan អេក្រង់ស៊ីនបងប្អូនឃើញនៅ scan កាមេរ៉ារបស់វាគឺនៅច្បាស់ធម្មតាទេបងប្អូនកាមេរ៉ាច្បាស់កាមេរ៉ាថតបងប្អូនហើយបើសិនជាបងប្អូនចង់ឲ្យខ្ញុំ review ពាក់ព័ន្ធមួយ Huawei P40 Pro ឆ្នាំ2026នេះខ្ញុំនឹងបង្ហាញបងប្អូនបន្ថែមទៀតបងប្អូនខមមិននឹងខាងក្រោមវីដេអូអញ្ចឹងណាហើយចំពោះ MatePad នេះ MatePad នេះវិញធំនេះអានេះ 11.5 inch 11.5 ទៅ 11.5S នេះបងប្អូនហើយខ្ញុំតន់ទិញមកអានេះជាប់ Huawei ID របស់គេទេតែបងប្អូនប៉ុន្តែដោយសារវាតម្លៃវាធូរបាទជាប់ Huawei ID គេប៉ុន្តែគុណភាព 100% នេះថ្មនៅ99ហ្មងខ្ញុំទិញតែ80រៀលទេបងប្អូនដោយសារជាប់ Huawei ID គេខ្ញុំទិញតែ$80ទេទិញ8ហើយថ្មីថ្ម 100% អត់សំណុំស៊ីនតែម្ដងគាត់ថាជាប់ Huawei ID បងប្អូនគាត់ថាធូរថ្លៃបាទហើយឥឡូវថាតើយើងគួរទិញ Huawei ដែលពុំមាន Google Service យកមកប្រើប្រាស់ដែរទេហើយចំពោះសំណួរថាតើយើងគួរទិញ Huawei ប្រភេទអត់មាន Google Service យកមកប្រើប្រាស់ក្នុងឆ្នាំ2026នេះដែរទេបើចំពោះមតិរបស់ខ្ញុំគិតថាគួរឲ្យបងប្អូនទិញ 60% និងមិនគួរឲ្យបងប្អូនទិញអត់ចង់ឲ្យបងប្អូនទិញ 40% ដោយមូលហេតុដែលមិនគួរទិញ 40% នោះគឺបងប្អូនគិតថាវាលំបាកក្នុងការប្រើប្រាស់ Google Service Google Play Store ហ្នឹងវាស្មុគស្មាញឬក៏បងប្អូនគិតថាបងប្អូនធុញទ្រាន់នឹងការដំឡើងកម្មវិធីស្មុគស្មាញបងប្អូនមិនបាច់ទិញទេតែបើសិនជាបងប្អូនគិតថាចង់សំចាយលុយហើយទិញរបស់រៀងល្អដែរបានតម្លៃធូរហើយនឹងមាន CapCut ដែល free ដូចថាដូច free អញ្ចឹងយើងកាត់អត់អស់លុយទេហើយតម្លៃសំខាន់តម្លៃទៀតបងប្អូននេះតម្លៃតែ$80ទេបងប្អូនប្រើលេងហ្គេមលេងអីមកអែមកាត់តវីដេអូនឹងក៏បានដែរគឺ CapCut នេះហើយនឹងកម្មវិធីរបស់ MatePad ហ្នឹងក៏មានកាត់តវីដេអូ 4K ឡើងចេញបានដែលអត់មាន logo ទេហើយចំពោះ Huawei នេះខ្ញុំក៏ទិញ100ជាងក៏ធូរដែរកាមេរ៉ាក៏ច្បាស់និយាយពីកាមេរ៉ាបើសិនជាវីដេអូវារៀងចាញ់ iPhone តិចប៉ុន្តែបើកាមេរ៉ារូបភាពបងប្អូនឃើញរូបភាពវិញច្បាស់ហើយ portrait កាត់ដាច់ល្អណាស់ portrait បងប្អូន portrait បើសិនជាយើងដាក់ឲ្យនឹងបងប្អូនឃើញកាត់ចំពោះរូបស្លឹកវាច្បាស់ 4K បើ 4K រៀងចាញ់ iPhone បន្តិចបងប្អូនបាទ
ហើយវីដេអូនេះរៀងវែងតិចហើយអរគុណបងប្អូនអរគ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទបើសិនបងប្អូនមានចម្ងល់សូមជួយ comment នៅខាងក្រោមហើយបើសិនជាពេញចិត្តសូមជួយ like បើមានចម្ងល់សូម comment នៅខាងក្រោមបាទសូមអរគុណសូមជម្រាបលា